ជំរាបសួរអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាមាននឹកម៉ាក់អត់ចាយូរបានជួបមុខគ្នាម្ដងថ្ងៃនេះម៉ាក់ឃ្លានហូបនំបញ្ចុកទឹកប្រហុកខេត្តសៀមរាបយើងហ្នឹងចាតែមិនដឹងថាយើងធ្វើការយើងអត់មានពេលទៅអញ្ចឹងយើងមានតែធ្វើតាម YouTube ចាពុកម៉ែបងប្អូនអញ្ចឹងសូមអញ្ជើញទស្សនាដូចតទៅចាទៅមើលគ្រឿងផ្សំគេចាពុកម៉ែបងប្អូនមានដូចជាខ្ទឹមក្រហមខ្ទឹមសខ្ទឹមក្រហមវាធំពេកពេលអញ្ចឹងខ្ញុំហាន់ទៅខ្ទឹមក្រហមខ្ទឹមសហើយម្ទេសស្អីគេម្ទេសក្រហមនេះចាហាន់អញ្ចឹងរួចហើយយើងយកទៅលីងឲ្យវាឆ្អិនតិចណាឲ្យវាក្រហមឈ្ងុយពុកម៉ែបងប្អូនលេងអញ្ចឹងមកហើយរួចហើយបន្ទាប់មកខ្ញុំយកមកបុកចាពុកម៉ែបងប្អូនតែបើសិនជាពុកម៉ែបងប្អូនណាមានគ្រឿងក្លុកអាចក្លុកបានចាពុកម៉ែបងប្អូនឲ្យល្អទៀតដោយសារខ្ញុំខ្ញុំអត់មានទៅខ្ញុំបុកទៅអត់សូវល្អិតបានទេពុកម៉ែបងប្អូនហើយបុកហ្នឹងគឺអត់មានបុកអីតែបុកគ្រឿងដែលខ្ញុំលីងមិញហ្នឹងឯងម្ទេសខ្ទឹមក្រហមខ្ទឹមសចាបន្ទាប់មកខ្ញុំក៏មកត្រៀមបន្លែស្រុះខ្ញុំដាក់ពពាយដាក់ស្ពៃក្តោបហើយនឹងស្ដាយគួរនិងតកួនស្រែយើងហ្នឹងហើយនេះគេហៅស្អីគេទេនេះតែខ្ញុំឃើញគេមានដែរខ្ញុំក៏ដាក់តាមគេដែរមើលត្រីអណ្ដែងអាំងអានេះខ្ញុំហាន់រៀងវែងពេកតាមពិតទៅយើងហាន់ខ្លីៗជាងហ្នឹងក៏បានដែរពុកម៉ែបងប្អូនតែខ្ញុំហាន់រៀងវែងជ្រុលតាមពិតទៅនំបញ្ចុកទឹកប្រហុកនេះអ្វីដែលខ្វះមិនបានហ្នឹងគឺត្រីអណ្ដែងអាំងហ្នឹងពុកម៉ែបងប្អូនបើថាខ្វះត្រីអណ្ដែងអាំងដូចមិនមែននំបញ្ចុកទឹកប្រហុកទេដល់ពេលខ្ញុំអត់ដឹងទេពុកម៉ែបងប្អូនដំបូងខ្ញុំទៅរកទិញតកួនចិនតែដែលខ្ញុំក៏ថាងតកួនស្រែវិញឆ្ងាញ់ជាងអញ្ចឹងទៅដូរដាក់តកួនស្រែវិញរួចហើយឥឡូវខ្ញុំមកដាក់ដាំទឹកដើម្បីដាំទឹកហើយខ្ញុំដាក់ខ្លាញ់ចូលបន្តិចដើម្បីស្រុះបន្លែទៅឲ្យមើលទៅឃើញស្រស់ខៀវស្រស់ល្អចាពុកម៉ែបងប្អូនសណ្ដែកគូឃើញពុកម៉ែបងប្អូនខៀវស្រស់ល្អណាពេលយើងដាក់ខ្លាញ់ចូលទៅហើយខ្ញុំស្រុះបន្លែមានអារម្មណ៍ថានឹកអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាមែនទែនដោយសារមួយរយៈនេះការងារមកមានញឹកមែនទែនពេលចង់អត់សូវត្រូវគ្នាពេលវេលាអត់សូវត្រូវគ្នាអញ្ចឹងទៅអត់សូវមានពេលបានថតឬក៏ចេញវីដេអូឲ្យពុកម៉ែបងប្អូនបានទស្សនាទេខ្លាចតែពុកម៉ែបងប្អូនភ្លេចមកចាឃើញហើយពេលយើងស្រុះហើយយើងស្រង់មកឡើងខៀវឡើងលើបលោងអញ្ចឹងហ្មងបន្ទាប់មកខ្ញុំក៏ដាក់ដាំទឹករួចហើយស្រុះនំបញ្ចុកតដើម្បីឲ្យនំបញ្ចុកហ្នឹងវាទន់ណាញ៉ាំទៅវាទន់កុំឲ្យវារឹងអញ្ចឹងណាហ្នឹងហើយពេលស្រុះហើយខ្ញុំរៀបចំទាំងទៅហើយកូរស្ករតាមពិតគេដាក់ស្ករក្រហមពុកម៉ែបងប្អូនតែដោយសារខ្ញុំទៅរកទិញហើយវាមានស្ករក្រហមខ្ញុំដាក់ស្ករសទៅកូរឲ្យគេហៅថាស្អីគេឡើងជើងក្រងបន្ទាប់មកខ្ញុំក៏ដាក់ប្រហុកហើយប្រហុកក៏គេដាក់ប្រហុកសាច់ច្រាំតែខ្ញុំអត់មានខ្ញុំដាក់ប្រហុកលាវប្រហុកបុកល្ហុងយើងប្រហុកទឹកហ្នឹងឆ្ងាញ់ដូចគ្នាទៅពុកម៉ែបងប្អូនចាដាក់ប្រហែលជា3វែកមកកូមកបន្ទាប់មកខ្វះមិនបានហ្នឹងគឺប៊ីចេងចាដាក់ទៅកូអញ្ចឹងទៅបងប្អូនចាអានេះគឺខ្ញុំត្រៀមរួចរាល់ហើយនៅចាំតែទឹកជ្រលក់ទេទឹកប្រហុកទេឥឡូវខ្ញុំបាគ្រឿងដែលខ្ញុំបុកហ្នឹងលីងបុកហ្នឹងបាដាក់ហើយឃើញវាអត់សូវល្អិតទេបងប្អូនមិនសូវមានគ្រឿងក្លុកល្អហ្មងនេះឃើញឈ្ងុយមែនទែនជាតិត្មងចាឆ្អិនរួចរាល់ចាក់ដាក់ចានបន្ទាប់មកដល់វគ្គម៉ាក់ភ្លក់ពុកម៉ែបងប្អូនជឿឲ្យនំបញ្ចុក2គីឡូអស់រលីងមុនដំបូងខ្ញុំគិតថាធ្វើលើកទី1ហើយធ្វើតាមគេទៀតអញ្ចឹងដឹងឆ្ងាញ់ឬមិនឆ្ងាញ់ទេតាមពិតទៅរសជាតិអែមដែរព្រោះខ្ញុំធ្លាប់ទៅញ៉ាំនៅសៀមរាបរសជាតិក៏មិនចាញ់ដែរណាចាំពុកម៉ែបងប្អូនឥឡូវដល់វគ្គហើយស្រូបមកអានេះអត់មានគេហៅគេអត់មានស្ករក្រហមដាក់មិនមានស្ករក្រហមដាក់វិញក្រហមជាងហ្នឹងហើយឈ្ងុយទៀតឥឡូវយើងលាយហើយយើងចំបាច់ក្រូចឆ្មាដាក់ឲ្យវាចេញជូររសជាតិជូរផ្អែមជូរប្រៃតិចមករៀងឈ្ងុយប្រហុកមកអូយនិយាយពីថាអានេះចាំមើលមុខម៉ាក់ផ្លែហ្នឹងមិនមែនផ្លែអីណាដោយសារម៉ាក់ច្បាច់ក្រូចឆ្មាជ្រុលទៅរៀងជូរបងប្អូនក្មួយអីគេញ៉ាំគេថាឆ្ងាញ់ឆ្ងាញ់មែនតើខ្ញុំនិយាយមែនប្រឡំអស់2ចានដែរហ្នឹងណាបើសិនជាកាមេរ៉ាមែនក៏នៅថតទៀតគឺវែងឆ្ងាយយ៉ាងហ្នឹងទៀតក៏តែគាត់ខាត់សិន
ជាចុងក្រោយគ្មានអីទេមានតែពាក្យថាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នារាល់ការទស្សនាและតាមដានវីដេអូ page របស់នាងខ្ញុំណាចាជួបគ្នានៅវីដេអូក្រោយចាជម្រាបលាបាយបាយ